លោកអ្នកអង្គការត្រីភិបផ្ដល់អំណោយម៉ូតូ30គ្រឿងជូនរដ្ឋបាលខេត្តពោធិ៍សាត់ដើម្បីប្រើប្រាស់បម្រើការក្នុងសមរភូមិជួរមុខនៅព្រំដែនថ្មដាលោកអ្នកអង្គការត្រីភិបអគ្គនាយកក្រុមហ៊ុនត្រីភិបគ្រប់និងលោកជំទាវអ្នកអង្គការគៀនស្រីនាងនៅថ្ងៃទី19ខែធ្នូឆ្នាំ2025នេះបានចាត់តំណាងនាំយកអំណោយជាម៉ូតូ30គ្រឿងប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ដើម្បីប្រើប្រាស់បម្រើការក្នុងសមរភូមិជួរមុខនៅព្រំដែនថ្មដាក្រុមហ៊ុនបានបញ្ជាក់ថាឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងក្នុងសមរភូមិជួរមុខនៅព្រំដែនថ្មដាដែលបង្កដោយការឈ្លានពានរបស់សៀមម៉ូតូ Honda Wave ផលិតឆ្នាំ2025កម្លាំង 110cc ចំនួន30គ្រឿងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតបច្ច័នមុនីតាមរយៈលោកអ្នកអង្គការត្រីភិបនិងលោកជំទាវអ្នកអង្គការគៀនស្រីនាងនៅព្រឹកថ្ងៃទី19ខែធ្នូឆ្នាំ2025នេះត្រូវបានលោកខៀងសុជីវ័នដឹកនាំក្រុមការងារយកទៅប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ដើម្បីប្រើប្រាស់បម្រើការក្នុងសមរភូមិជួរមុខនៅព្រំដែនថ្មដាគូរំលឹកថាកាលពីថ្ងៃទី29ខែសីហាឆ្នាំ2025លោកអ្នកអង្គការត្រីភិបអគ្គនាយកក្រុមហ៊ុនត្រីភិបគ្រប់និងជាបេសកជនពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាក៏បាននាំយកម៉ូតូចំនួន500គ្រឿងប្រគល់ជូនដល់វីរៈកងទ័ពជួរមុខដែលបានរងការខូចខាតដោយចក្រយានយន្តម៉ូតូនៅក្នុងអំឡុងពេលប៉ះទង្គិចគ្នារវាងកម្ពុជាថៃនាខែកក្កដាឆ្នាំ2025ផងដែរ